ជំរាបសួរដុកទ័របាទនេះសួរបាទបាទអរគុណច្រើនសម្រាប់ការចំណាយពេលដ៏មានតម្លៃចូលរួមបទសម្ភាសន៍ជាលើកទី2ជាមួយនឹងភ្នំពេញរៀលនៅថ្ងៃនេះសូមដុកទ័រណែនាំពីខ្លួនឯងផងបាទបាទជំរាបសួរសម្ដេចទ្រង់អាយដាមហើយនឹង fan របស់ខ្ញុំបាទគឹមហៀងទាំងអស់ជាទីគោរពអានហើយជាពិសេសចំពោះ fan របស់ភ្នំពេញរៀលទាំងអស់ផងដែរថ្ងៃនេះខ្ញុំបាទគឹមហៀងមានកិត្តិយសហើយបានចូលរួមកម្មវិធីថ្ងៃនេះជាលើកទី2ហើយក៏ជាខួប2ឆ្នាំដែលនៃការសម្ភាសន៍លើកដំបូងកាលពី2ឆ្នាំមុនខ្ញុំបាទឈូកគឹមហៀងគឺជាប្រធាន KU Cambodia ហើយប្រជាជនកម្ពុជាពិសេសអ្នកដែលរស់ស៊ីខាងចន្ទ្រប់គាត់ស្គាល់ហើយថាគឹមហៀងពេលគឹមហៀងគឺគេនិយាយពីបុគ្គលម្នាក់ដែលប្រឡូកជោគជន់នៅក្នុងវិស័យដីធ្លីស្រស់នៅប្រទេសកម្ពុជាយើងតាំងពីយើងនិយាយទៅគឺតាំងពីអ្នកគូជេជិះម៉ូតូតាមភូមិតាមស្រុកតាមខេត្តរហូតទៅដល់បើយើងនិយាយទៅខ្ញុំប្រហែលជាអ្នកគូជេដំបូងគេស្រុកខ្មែរដែលមានកំណត់ចេញពីអ្នកគូជេជិះម៉ូតូធម្មតារហូតដល់ជិះ Rolls Royce បើយើងមើលទៅក្នុងប្រទេសកម្ពុជាយើងគឺអ្នកមានច្រើនណាស់អ្នកខ្លះគឺគាត់មានហ្មងគាត់អត់ខ្វះលុយទេប៉ុន្តែបុគ្គលដែលធ្វើជាអ្នកគូជេដីធ្លីដំបូងគឺជាអ្នកជិះម៉ូតូធម្មតារហូតដល់ឡើងជិះ Rolls Royce ខ្ញុំគិតថាខ្ញុំប្រហែលជាដំបូងគេហើយជាមានតែមួយខុសក៏មិនដឹងបាទដុកទ័រតកតងជាមួយនឹងទស្សនៈកូវីដនៅក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោកដុកទ័រមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរខ្ញុំមើលឃើញទៅជំងឺ Covid ហ្នឹងគឺជាជំងឺមួយដែលលើសអ្វីដែលយើងគួរតែវិភាគឲ្យបានលម្អិតធម្មតានៅពេលដែលបើយើងគិតថា Covid គឺជាជំងឺ Covid គឺវាចប់ហើយប៉ុន្តែបើយើងនិយាយថា Covid គឺជាជំងឺសេដ្ឋកិច្ចសកលគឺវាជំងឺសេដ្ឋកិច្ចសកលហើយប៉ុន្តែបើយើងនិយាយថា Covid គឺជាជំងឺនយោបាយគឺជាជំងឺនយោបាយប៉ុន្តែអ្នកខ្លះគាត់និយាយថា Covid គឺជាជំងឺនយោបាយសេដ្ឋកិច្ចឬក៏ជាសង្គ្រាមលោកលើកទី3អញ្ចឹងគឺថាចង់ដល់ណាដែលយើងមិនគឺជារឿងប្រកបអ្វីដែលយើងត្រូវតែដឹងហ្មងគឺថាតើ Covid ហ្នឹងវាផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមមនុស្សនិងសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជានៅពិភពលោកហើយនឹងថាតើ Covid ហ្នឹងមានប្រយោជន៍ខ្លះអត់ទេ Covid ហ្នឹងតើ Covid ពិតជាបំផ្លាញសេដ្ឋកិច្ចជាតិពិតជាបំផ្លាញជីវិតមនុស្សយ៉ាងច្រើនរាប់លានរាប់សែននាក់ហ្នឹងតើ Covid មានប្រយោជន៍អ្វីខ្លះសម្រាប់ប្រទេសកម្ពុជាយើង Covid បានចូលមកស្រុកខ្មែរយើងតាំងពីខែមីនា2020រហូតដល់បច្ចុប្បន្ននេះប្រជាជនកម្ពុជាយើងមានពី100000នាក់ហើយបានឆ្លងហើយយើងក៏មានប្រជាជនជិត3000បានស្លាប់ហើយក្នុងកម្រិតបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងបើប្រៀបធៀបនឹងប្រទេសទាំងអស់នៅក្នុងអាស៊ានយើងគឺយើងសឹងអាធូរជាងគេដោយសារតែយើងមានប្រមុខដឹកនាំដែលពោពេញបទពិសោធន៍លោកដឹងថាអ្វីនឹងកើតឡើងលោកធ្វើជាមុនភាសាអង់គ្លេសថា proactive មានន័យថាធ្វើជាមុនគាត់ដឹងថាជំងឺហ្នឹងគឺមិនមែនមួយថ្ងៃមួយខែមួយឆ្នាំទេអញ្ចឹងចាក់ថ្នាំឲ្យហើយអញ្ចឹងប្រជាជនយើងជាក្នុងចំណោមប្រជាជន17លាននាក់ទាំងអស់14លានជាងបានចាក់ហើយអញ្ចឹងចូល 87% អញ្ចឹងយើងជាប្រទេសមួយដែលមានសុវត្ថិភាពហើយឥឡូវហ្នឹងគឺប្រទេសយើងបើកទ្វារហើយទោះបីជា Covid វាមិនចប់បើយើងនិយាយមិនទៅ Covid គឺវាជាជំងឺដែលមិនបញ្ចប់ទេដូចជាជំងឺផ្ដាសាយធំផ្ដាសាយមួយណាអញ្ចឹងណាអញ្ចឹងរយៈពេលជិត2ឆ្នាំហ្នឹង Covid បានធ្វើឲ្យសេដ្ឋកិច្ចជាតិកម្ពុជាយើងប៉ះពាល់យ៉ាងដំណាំហើយយើងមិនអាចបន្ទោសពីណាបានទេពួក Covid គឺជាជំងឺសកលមានន័យថាពិភពលោកគឺប៉ះពាល់គ្នាអញ្ចឹងវាបានធ្វើសេដ្ឋកិច្ចយើងប៉ះពាល់យ៉ាងដំណាំប៉ុន្តែសួរថាតើវាធ្វើសេដ្ឋកិច្ចដួលអត់គឺអត់ដួលទេបាទជាការពុត Covid បានសម្លាប់មនុស្សរាប់លានអ្នកលើពិភពលោក Covid បានធ្វើសេដ្ឋកិច្ចពិភពលោកដើរថយក្រោយសេដ្ឋកិច្ចធ្វើឲ្យប្រទេសច្រើនចុះបំណុលប៉ុន្តែវាមិនបានធ្វើឲ្យប្រទេសមួយណាខ្សែទុនដោយសារ Covid ទេព្រោះវាបំផ្លាញមែនប៉ុន្តែមិនមែនធ្វើឲ្យប្រទេសខ្លះគឺថាកាំងសេដ្ឋកិច្ចមកប៉ុន្តែជាទូទៅគឺ Covid មិនបានធ្វើឲ្យប្រទេសមួយណាចុះកាំងទេគ្រាន់តែខាតដើរថយក្រោយប៉ះពាល់គឺពិតហើយនិយាយពីសេដ្ឋកិច្ចចុះសួរថាតើ Covid មានប្រយោជន៍អត់ទេជាទូទៅគឺយើងនិយាយថាភិកច្រើនបំផុតគឺ Covid វាមិនល្អប៉ុន្តែក៏វាមានចំណុចល្អដែរ Covid ដូចខ្ញុំនិយាយថាពីដើមមកគឺមនុស្សយើងគឺឲ្យតម្លៃទៅលើសម្ភារៈនិយមច្រើនពេកជាទូទៅមុន Covid ខាងឡើងមនុស្សឲ្យតម្លៃទៅលើទ្រព្យសម្បត្តិច្រើនពេកមនុស្សឲ្យតម្លៃទៅលើអំណាចខ្លាំងពេកមនុស្សឲ្យតម្លៃទៅលើភាពហ៊ឺហាភាពកោងកាចភាពលយឆាត់ឆាយខ្លាំងពេកធ្វើឲ្យសិលធម៌របស់មនុស្សធ្លាក់ចុះធ្វើឲ្យមនុស្សមិនឲ្យតម្លៃទៅលើសុខភាពមនុស្សមិនឲ្យតម្លៃលើក្រុមគ្រួសារមនុស្សមិនឲ្យតម្លៃកិត្តិយសលក្ខណៈច្រើនប៉ុន្តែ Covid
ការឡើងបានធ្វើមនុស្សច្រើនគាត់ភ្ញាក់មកគាត់មានអារម្មណ៍ថា COVID បានបង្រៀនគាត់ទីមួយគឺចេះអនាម័យ COVID បានបង្រៀនមនុស្សឲ្យចេះប្រើពេលវេលាឲ្យមានតម្លៃ COVID បានបង្រៀនមនុស្សឲ្យដឹងថាជីវិតមនុស្សគឺមិនមែន300ឆ្នាំ100ឆ្នាំទេគឺអាចបាត់បង់គ្រប់ពេលវេលាអញ្ចឹងក្នុងរយៈពេល COVID ហ្នឹងបានធ្វើឲ្យមនុស្សជាច្រើនគាត់មានអារម្មណ៍ថាគាត់ចេះស្រឡាញ់ជីវិតខ្លួនឯងគាត់ចេះស្រឡាញ់ក្រុមគ្រួសារគាត់ចេះស្រឡាញ់បរិស្ថានគាត់ចេះស្រឡាញ់សុខភាពហើយធ្វើគាត់គឺចេះស្រឡាញ់ធម្មជាតិអញ្ចឹងដែលខ្ញុំបាននិយាយថា COVID វាប៉ះពាល់សេដ្ឋកិច្ចមែនពិតប៉ុន្តែ COVID ក៏បានបង្រៀនមនុស្សឲ្យដឹងដែលខ្ញុំនិយាយអញ្ចឹងឲ្យចេះស្រឡាញ់ធម្មជាតិឲ្យចេះគោរពពេលវេលាស្រឡាញ់សុខភាពស្រឡាញ់ក្រុមគ្រួសារស្រឡាញ់មិត្តភ័ក្តិស្រឡាញ់ជីវិតអាហ្នឹងគឺចំណុចដែល COVID បានបង្រៀនយើង បាទដុកទ័រសម្រាប់ម្ចាស់អាជីវកម្មវិញតើពួកគាត់គួរតែធ្វើយ៉ាងម៉េចដែរដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺ COVID-19 នេះដើម្បីកាត់បន្ថយ COVID-19 បានក្នុងនាមជាម្ចាស់អាជីវកម្មអ្វីដែលធ្វើគឺទី1កុំឲ្យខ្លួនឯងកើត COVID ទី2ធ្វើយ៉ាងម៉េចកុំឲ្យក្រុមគ្រួសារសាច់ញាតិបងប្អូនមិត្តភ័ក្តិមនុស្សដែលយើងដឹងកើត COVID អាហ្នឹងគឺយើងការពារខ្លួនឯងអញ្ចឹងធម្មតាយើងមិនអាចបំបត្តិ COVID បានមែនពិតប៉ុន្តែយើងធ្វើម៉េចកុំឲ្យឆ្លងច្រើនទៅអាហ្នឹងគឺអ្វីដែលយើងត្រូវធ្វើហើយតាក់ទងនឹងរឿងដែលថាធ្វើអាជីវកម្មវិញក្នុងសម័យ COVID ការរកស៊ីវាពិបាកអញ្ចឹងអ្វីដែលយើងត្រូវធ្វើដំបូងគេគឺកុំឲ្យខ្លួនឯងបងប្អូនសាច់ញាតិមិត្តភ័ក្តិកើត COVID ហើយទី2គឺការរកស៊ីក្នុងសម័យហ្នឹងក្នុងសម័យ COVID ហ្នឹងគឺវាមានការផ្លាស់ប្ដូរច្រើនខ្ញុំធ្លាប់រកស៊ីបើយើងនិយាយទៅចាប់ផ្ដើមការរកស៊ីដំបូងតាំងពី2001រយៈពេល20ឆ្នាំនេះគឺយើងបានឆ្លងកាត់បបពិសោធន៍ច្រើនប៉ុន្តែក្នុងសម័យ COVID 2020ដល់2021នេះគឺយើងបានឆ្លងកាត់ដំណាក់កាលមួយដែលយើងមិនដែលឆ្លងកាត់យើងបានឆ្លងកាត់ពេលវេលាដ៏លំបាកមួយដែលយើងមិនដែលឆ្លងកាត់យើងឃើញថា COVID ការពិតក៏មានចំណុចល្អដែរដូចខ្ញុំនិយាយមានចំណុចល្អដែរអញ្ចឹងក្នុងនាមជាអាជីវកម្មម្ចាស់អាជីវកម្មអ្វីដែលយើងត្រូវធ្វើក្នុងសម័យ COVID ហ្នឹងគឺពិភពលោកគេបានធ្វើឲ្យប្រទេសយើងរឿងគឺជាដំណាក់កាលសម័យកាលមួយដែលយើងប្រើបច្ចេកទេសបានច្រើនបច្ចេកវិទ្យាបានច្រើនមុន COVID គឺភាគច្រើនយើងប្រើមនុស្សច្រើនប៉ុន្តែក្នុងសម័យ COVID ហ្នឹងគឺជាសម័យមួយដែល technology ដើរតួនាទីសំខាន់ណាស់ហើយ COVID ហ្នឹងហើយដែលធ្វើឲ្យ technology មានសារៈសំខាន់ជាងពីមុនយើងអត់សូវយើងយល់ឬមិនយល់ឲ្យតម្លៃអត់ដឹងទេប៉ុន្តែយើងអត់សូវប្រើ technology ទេអាងអីគឺ direct មកប៉ុន្តែក្នុងសម័យ COVID ហ្នឹងគឺបង្រៀនមនុស្សឲ្យប្រើ technology ច្រើនដូចខ្ញុំនិយាយថាមុន COVID យើងអត់មាន video conference អត់សូវមានទេ Zoom meeting ក៏យើងអត់សូវមានហើយការផ្សព្វផ្សាយអីតាម social media ក៏អត់យ៉ាងសូវមានទេប៉ុន្តែក្នុងសម័យ COVID ហ្នឹងគឺ technology យើងប្រើច្រើនអញ្ចឹងក្នុងនាមជាអាជីវកម្មអ្វីដែលយើងត្រូវតែធ្វើអាជីវកម្មសវិកគឺយើងព្យាយាមប្រើប្រាស់ technology គេហៅថាបច្ចេកវិទ្យាឲ្យបានច្រើនហើយពីឥឡូវនឹងតទៅពីឥឡូវ2021ចុងភៀវតទៅនឹងដល់ថ្ងៃអនាគតបច្ចេកវិទ្យា technology នឹងដើរទទួលកាន់តែសំខាន់ឡើងក្នុងសង្គមមនុស្សរស់នៅរាល់ថ្ងៃផងទាំងការរស់នៅប្រចាំថ្ងៃទាំងការសិក្សារៀនសូត្រទាំងអាជីវកម្មអ្វីទាំងអស់គឺ technology នឹងកាន់តែសំខាន់ទៅបាទសម្រាប់យុវជនវិញដុកទ័រតើយុវជនគាត់គួរតែធ្វើយ៉ាងម៉េចដែរដើម្បីទាញប្រយោជន៍ពីជំងឺ COVID នេះការត្រៀមខ្លួនសម្រាប់យុវជនក្នុងនាមជាយុវជនដែលកើតឡើងក្នុងសម័យដែលពោពេញដោយការប្រកួតប្រជែងខ្ញុំតែនិយាយថាមានប្រទេសជាច្រើនដែលមានធនធានធម្មជាតិច្រើនប៉ុន្តែបែរជាក្រមានប្រទេសជាច្រើនធនធានធម្មជាតិអត់សូវមានទេប៉ុន្តែមានសួរថាហេតុអ្វីបានប្រទេសដែលមានធនធានច្រើនយើងគិតថាគាត់គួរតែមានប៉ុន្តែបែរជាក្រមានប្រទេសផ្សេងទៀតដែលមានធនធានធម្មជាតិតិចដែលយើងគិតថាគាត់គួរក្របែរជាមានអ្វីដែលខុសគ្នាគឺត្រង់ថាប្រទេសដែលមិនសូវមានធនធានធម្មជាតិគឺគាត់មានធនធានមនុស្សខ្លះបាទប្រទេសដែលមានធនធានធម្មជាតិច្រើនដែលយើងគិតថាគាត់គួរតែមានប៉ុន្តែបែរទៅជាគាត់អត់សូវមានធនធានមនុស្សអញ្ចឹងអ្វីដែលខុសប្លែកគ្នាគឺធនធានមនុស្សអញ្ចឹងក្នុងសម័យ COVID ហ្នឹងអ្វីដែលយុវជនត្រូវធ្វើខ្ញុំតែនិយាយថាមនុស្សយើងរស់លើផែនដីយើងមនុស្សដែលរស់នៅលើផែនដីយើងអ្វីដែលសំខាន់បំផុតគឺការរៀនសូត្រគ្មានទីបញ្ចប់ចំណេះដឹងស្មារតីដូចខ្ញុំនិយាយចំណេះដឹងស្មារតីគឺរៀនសូត្រគ្មានទីបញ្ចប់ត្រូវតែរៀនឲ្យបានខ្លាំងរៀនឲ្យបានច្រើនរៀនឲ្យបកកែខ្លាំងហ្មងហេតុអីដែរដុកទ័រ
មូលហេតុដែលយើងត្រូវតែរៀនពីព្រោះការពីមុនឆ្នាំ1991គឺជាពេលមកប្រទេសកម្ពុជាយើងបិទព្រំដែននិយាយរួមទៅមុនឆ្នាំ91គឺប្រទេសយើងបិទព្រំដែនអត់សូវមានចរាចរណ៍ពាណិជ្ជកម្មជាមួយគេឯងទេយើងអាចមាន business តែជាមួយប្រទេសវៀតណាមថៃឡាវព្រំដែនយើងគិតពន្ធទីតូចទីមុន91ក្រោយបោះឆ្នោត93គឺយើងចាប់ផ្ដើមយើងបង្កើតយើងប្រែកែប្រែប្រទេសយើងទៅជាប្រទេសចិត្តទី2ហ្នឹងគឺយើងបើកព្រំដែនមានថាយើងមានទូតជាមួយប្រទេសច្រើនរាប់ប្រទេសនៅពិភពលោកអញ្ចឹងនៅពេលហ្នឹងបើយើងនិយាយទៅមុនពេលដែលយើងបើកព្រំដែនជាមួយបរទេសគឺយើងដូចជាបឹងតែឯងអញ្ចឹងគឺជាបឹងអញ្ចឹងវាអត់សូវមានទឹកចេញទឹកចូលទេវាមានតែយើងបើថាបើយើងខ្លាំងយើងបើយើងខ្សោយយើងប៉ុន្តែនៅពេលដែលយើងបើកព្រំដែនទៅគឺយើងបានរំលាយបឹងជាច្រើនឲ្យចូលគ្នារំលាយបឹងចូលគ្នាទន្លេចូលគ្នាវាទៅជាបឹងដ៏ធំមួយទៅជាទន្លេធំមួយហើយរំលាយចូលសមុទ្ររំលាយសមុទ្រចូលមហាសមុទ្រអញ្ចឹងនៅក្នុងសម័យបច្ចុប្បន្ននេះគឺ Cambodia is not alone កម្ពុជាមិនមែននៅតែឯងកម្ពុជាគឺជាសមាជិកនៃអាស៊ានគឺជាសមាជិកនៃអង្គការសហប្រជាជាតិគឺជាសមាជិកនៃវេទិកាអង្គការច្រើននៅលើពិភពលោកអញ្ចឹងមានន័យថាកម្ពុជាយើងត្រូវទៅបរទេសត្រូវមកយើងដែលខ្ញុំនិយាយថាក្នុងនាមជាយុវជនកម្ពុជាក្នុងនាមជាប្រជាជនកម្ពុជាអ្វីដែលអ្នកត្រូវធ្វើគឺត្រូវនាំកម្ពុជាទៅកាន់ពិភពលោកគឺនាំអ្វីរបស់កម្ពុជាទៅកាន់ពិភពលោកនិងនាំពិភពលោកចូលមកកម្ពុជាវិញគឺមានន័យថានាំអ្វីពិភពលោកចូលមកស្រុកខ្មែរយើងត្រូវនាំអ្វីល្អកម្ពុជាទៅបរទេសគេដឹងនាំអ្វីបរទេសស្រុកយើងវិញអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺចំណេះដឹងសាកគិតមើលប្រសិនបើយើងអត់ចេះយើងធ្វើឲ្យកើតតែយើងអត់ចេះគឺយើងនិយាយអាក្រក់បើអត់ចេះគឺធ្វើខ្ញុំគេហើយបាទអញ្ចឹងក្នុងសម័យនេះកម្ពុជាមិនមែនប្រកួតប្រជែងតែជាមួយកម្ពុជាខ្លួនឯងទេក្នុងសម័យនេះកម្ពុជាមិនមែនប្រកួតប្រជែងតែជាមួយអាស៊ានទេគឺកម្ពុជាត្រូវប្រកួតយើងជាមួយពិភពលោកអញ្ចឹងយុវជនកម្ពុជាពីឥឡូវនេះតទៅគឺមិនមែនប្រកួតប្រជែងតែគ្នាឯងទេយើងត្រូវប្រកួតប្រជែងជាមួយយុវជននៅក្នុងអាស៊ានយើងត្រូវប្រកួតប្រជែងជាមួយយុវជនក្នុងទ្វីបអាស៊ីនិងប្រកួតប្រជែងជាមួយមនុស្សក្នុងពិភពលោកអញ្ចឹងបើចង់ឲ្យកម្ពុជារីកចម្រើនអ្វីដែលសំខាន់ជាងគេគឺយុវជនត្រូវតែរៀនហើយត្រូវតែចេះត្រូវតែខ្លាំងប្រទេសណាដែលមានយុវជនខ្លាំងគឺគេមានន័យថាជាប្រទេសដែលមានធនធានមនុស្សបកាយហើយប្រទេសដែលមានធនធានមនុស្សបកាយហើយគឺសេដ្ឋកិច្ចជាតិនឹងរីកចម្រើននយោបាយនឹងមានលំនឹងត្រូវចាំប្រទេសដែលមានធនធានយុវជនខ្លាំងពូកែគឺជាប្រទេសដែលមានធនធានមនុស្សខ្លាំងប្រទេសដែលមានធនធានមនុស្សខ្លាំងគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនហើយនយោបាយមានលំនឹងទៅមកវិញប្រទេសណាដែលយុវជនទុនខ្សោយសេដ្ឋកិច្ចមិនដើរនយោបាយផ្លាស់ប្ដូរគ្រប់ពេលវេលាបាទអញ្ចឹងបានយុវជនគឺជាសសរទ្រូងនៃសេដ្ឋកិច្ចជាតិនិងសង្គមអាពាក្យនេះគឺនិយាយខុសហើយយុវជនខ្លាំងសេដ្ឋកិច្ចនយោបាយខ្លាំងយុវជនខ្សោយសេដ្ឋកិច្ចទុននយោបាយអត់ច្បាស់យើងប្រកាសជាក្រអញ្ចឹងចង់បញ្ចង់យុវជនត្រូវតែរៀនហើយត្រូវតែខ្លាំងដុកទ័រសម្រាប់យុវជនតើយុវជនគាត់អាចចាប់ផ្ដើមអាជីវកម្មដោយវិធីណាដែរជាទូទៅយុវជនចាប់ផ្ដើមអាជីវកម្មដោយវិធីណាគឺមិនសំខាន់វិធីនៃការចាប់ផ្ដើមអាជីវកម្មរបស់យុវជនគឺមិនសំខាន់វិធីណាសំខាន់ពេលណាពេលវេលាណាដែលយុវជនគួរចាប់ផ្ដើមអាជីវកម្មពួកវិធីសាស្ត្រគឺវាមិនសំខាន់ជាងពេលវេលាជាទូទៅយុវជនខ្លះគាត់ថាមនុស្សជាច្រើនគឺថាតាម3-10ឆ្នាំរស់ស៊ីបានណាអ្នកខ្លះថាទោះតែ25ឆ្នាំទោះ30-40ឆ្នាំសម្រាប់ខ្ញុំអ្វីសំខាន់គឺបើមានឱកាសហើយយើងចាំឲ្យទៀតក្នុងភាសាដែលខ្ញុំនិយាយឱកាសគឺទី1យើងត្រូវតែស្វែងរកឱកាសបង្កើតឱកាសស្វែងរកឱកាសចាប់ឱកាសនិងប្រើប្រាស់ឱកាសចំអញ្ចឹងអាយុប្រហែលទៅយើងអាចចាប់ផ្ដើមអាជីវកម្មបានគឺវាមិនសំខាន់ឱកាសនឹងមាននៅពេលណាហើយឱកាសហ្នឹងវាមិនមែនធ្លាក់ពីលើមេឃទេឱកាសហ្នឹងគឺយើងត្រូវបង្កើតវាបើបង្កើតបានយើងត្រូវស្វែងរកវាបានហើយយើងត្រូវចាប់វាជាប់ហើយប្រើវាចំគោលដៅអញ្ចឹងយើងមើលថាតើអាយុប្រហែលដែលយើងគួរតែធ្វើអាជីវកម្មគឺឱកាសប៉ុន្តែជារួមខ្ញុំអាចនិយាយថាបើថាចង់ធ្វើអាជីវកម្មវាអាច20ឆ្នាំ30 40 50មិនសំខាន់តើយើងរីកឌីហើយនៅព្រោះដើម្បីធ្វើអាជីវកម្មមួយដែលអាចជោគជ័យបានទី1គឺយើងត្រូវមានចំណេះដឹងច្រើនតែនិយាយថាយ៉ាងហោចណាស់ក៏កម្រិតបញ្ញាបត្រឡើងទៅយ៉ាងយើងជាមធ្យមណាចំណេះដឹង
ទី2គឺយើងត្រូវតែមានបទពិសោធន៍នៅក្នុងការងារដែលយើងចង់ធ្វើអាជីវកម្មហ្នឹង5ឆ្នាំទី3គឺយើងត្រូវតែមានដើមលុយដើម្បីរកស៊ីនរណាក៏ដោយដែលនិយាយថារកស៊ីអត់មានលុយទេគឺជាពាក្យនិយាយសម្រាប់បោកទេអូខេមានតែចំណេញបោកមួយទៀតបោកទេដែលថារកស៊ីមិនប្រើលុយបើក្រៅពីនេះត្រូវការលុយអញ្ចឹងចំណេះដឹងយើងសំរុំគួរតែកម្រិតប្រហែលបញ្ញាបត្រទៅបើលើកអានល្អបទពិសោធន៍យើងគួរតែមានប្រហែលជា3ទៅ5ឆ្នាំ5ឆ្នាំទៅវាសំរុំហើយព្រោះយើងធម្មតាមនុស្សដែលធ្វើការក្នុងមុខរបរជំនាញមួយណា5ឆ្នាំគឺវាគ្រប់គ្រាន់ហើយ3ឆ្នាំឡើងទៅគឺវាសំរុំតែ5ឆ្នាំគឺវាគ្រប់គ្រាន់ដែលយើងអាចចាប់ផ្ដើមបានហើយនៅពេលដែលយើងមានចំណេះដឹងទូទៅមួយកម្រិតបញ្ញាបត្រយើងមានបទពិសោធន៍ការងារ5ឆ្នាំវាសំរុំដែលយើងត្រូវពិចារណាពីការធ្វើអាជីវកម្មសំខាន់តើយើងមានលុយដើម្បីធ្វើអាជីវកម្មអត់តើសូថាមុខរបរមួយណារកស៊ីមិនត្រូវការលុយអ្នកខ្លះថាចាប់ផ្ដើមអាជីវកម្មដោយអត់មានលុយអាហ្នឹងនិយាយភូតទេបាទបោកគេយកលុយទេប៉ុន្តែអាជីវកម្មពិតគាត់គឺត្រូវតែមានលុយតិចច្រើនអត់មានដឹងត្រូវតែមានគាត់ថាអ្នកខ្លះគឺគាត់ថាគាត់អត់មានលុយច្រើនយ៉ាងហ្នឹងគឺមានតិចតួចដែរប៉ុន្តែនៅក្នុងការរកស៊ីបើយើងនិយាយទៅគឺយើងមិនអាចធ្វើតែឯងយើងត្រូវមានគ្នាពិសេសគឺអ្នកដែលចាប់ផ្ដើមដំបូងយើងមើលប្រវត្តិក្រុមហ៊ុនធំទាំងអស់នៅលើពិភពលោកពេលដែលគាត់ start គំនិតម្នាក់មែនប៉ុន្តែត្រូវមានមនុស្សជាច្រើនចូលរួមគ្នាទាំងគេដែលខ្ញុំនៅពេលដែលយើងចាប់ផ្ដើមការរកស៊ីវិញយ៉ាងគឺយើងគិតថាយើងចង់ធ្វើអញ្ចឹងប៉ុន្តែយើងក៏ត្រូវមានមនុស្សជាច្រើនចូលរួមគ្នាធ្វើដែរខ្ញុំចាំថាយើងចាប់ផ្ដើមធ្វើអាជីវកម្មចាំ2001យើងមានកំណត់ហើយប៉ុន្តែយើងក៏ត្រូវមានគ្នាចូលរួមដើម្បីធ្វើដែរអញ្ចឹងនៅពេលដែលចូលគ្នាគឺយើងត្រូវមានសមត្ថភាពនៅក្រុមមួយដែលប៉ះប៉ូវគ្នាទៅវិញទៅមកខ្ញុំនិយាយថាប្រសិនមនុស្សម្នាក់ដែលគាត់ចង់រកស៊ីអាជីវកម្មតែឯងហ្មងណាខ្ញុំគិតថាប្រសិនបើគាត់រៀនចប់មហាវិទ្យាល័យគាត់ធ្វើការងារនឹង5ឆ្នាំគាត់មានលុយហើយគាត់ start up តែឯងបានអូខេចុះសួរថាចុះបើលុយម៉ែឪគេមានហើយអញ្ចឹងខ្ញុំថាបើលុយម៉ែឪមានហើយយើងចប់មហាវិទ្យាល័យម៉ែឪមានលុយហើយយើងគួររកពីណាមានបបផ្សោតទៅចូលគ្នារកស៊ីបានអញ្ចឹងមនុស្សដែលចង់ធ្វើតែឯងខ្ញុំគិតថា30ឆ្នាំអាយុ30អាយុ40មានថាគាត់រៀនចប់មហាវិទ្យាល័យហើយគាត់មានបបផ្សោតហើយគាត់មានដើមទុនលុយខ្លះហើយគាត់ start អាជីវកម្មបានហើយចុះសួរថាត្រឹម25ឆ្នាំបានអត់ក៏បានដែរពួកអ្នកខ្លះ25ឆ្នាំគាត់ទៅចប់មហាវិទ្យាល័យអាចចប់បញ្ញាឬ master អញ្ចឹងទៅបបពិសោធន៍គាត់ទៅបាន2-3ឆ្នាំប៉ុន្តែឪពុកម្ដាយគាត់មានលុយបាទអញ្ចឹងរឿងអីមិនបានឪពុកម្ដាយមានលុយគាត់ចប់មហាវិទ្យាល័យបបពិសោធន៍2-3ឆ្នាំលុយមានបបពិសោធន៍មានហើយគាត់រកពីណាគេដើម្បីបបពិសោធន៍10ឆ្នាំសហការគ្នាទៅធ្វើទៅយើងហ៊ុនគ្នានរណាគេធ្វើច្រើនចេញច្រើនបានច្រើននរណាធ្វើតិចបានតិចតាមជាស្ដាយទៅពួកអាជីវកម្មមិនកំណត់ថាត្រូវតែឯង2នាក់3នាក់អត់ទេចុះអ្នកខ្លះទៀតគាត់ថាពេលណា8-10ឆ្នាំរកស៊ីបានអត់បាន18ឆ្នាំក៏ start អាជីវកម្មបានដែរសំខាន់លុយមានហើយបើយើងមានលុយហើយយើងខកបទពិសោធន៍យើងអាចរកពីណាគេដែលមានបទពិសោធន៍ចូលមកបង្ហាញផ្លូវយើងទៅហើយយើងចាប់ផ្ដើមពីការទូចតាចទៅអញ្ចឹងជារួមវិធីសាស្ត្រstartអាជីវកម្មគឺខ្ញុំនិយាយអញ្ចឹងវាមានច្រើនវិធីសាស្ត្រណាមិនសំខាន់ឲ្យដើរដូចខ្ញុំនិយាយត្រៀមឲ្យចាំពាក្យដែលខ្ញុំភាសានិយាយកាលពីប្រហែលជា10-15ឆ្នាំមុនខ្ញុំថាឆ្មាសក៏ដោយឆ្មាខ្មៅក៏ដោយទៅចាប់កដោមកឆ្មាល្អអញ្ចឹងមានថាយើង start business ហ្នឹងចាប់ដើមអាជីវកម្មដោយវិធីណាវាមិនសំខាន់ទេសំខាន់ឲ្យវាទៅមុខមានន័យថាយើងចាប់ដើមរកតែឯងបានទេបាទចុះបើយើងរកស៊ីមានគ្នា2-3នាក់បាទរកស៊ីក្រុមហ៊ុនដំបូង10នាក់ក៏បានដែរសំខាន់ឲ្យតែពេលហ្នឹងយើងមានឱកាសដើម្បីធ្វើជារួមអាយុនៃការចាប់ផ្ដើមអាជីវកម្មគឺវាមិនកំណត់ទេ15ឆ្នាំ18 30 40មិនកំណត់សំខាន់ឱកាសមកដល់ហើយទី2ចាប់ផ្ដើមដោយវិធីណាមិនសំខាន់ទេសំខាន់ឲ្យតែវាដូចថាពេលវេលាដល់ហើយចំហើយគឺយើងធ្វើការងារខ្លះគឺយើងខំយើងសិក្សាស្រាវជ្រាវរាប់ខែ10ឆ្នាំអត់ទៅមុខទេតែការងារខ្លះគឺគ្រាន់តែជួបមនុស្សម្នាក់និយាយគ្នាត្រូវមួយខែក្រោយគឺចេញអាជីវកម្មបានមកខ្ញុំជាអ្នកកាន់សាសនាព្រះពុទ្ធខ្ញុំជឿទៅលើរឿងមួយចំនួនបាទប្រហែលថ្ងៃមុនខ្ញុំជួបគេម្នាក់គាត់និយាយថាគាត់មិនមែនជានោះប្រកែកទេប៉ុន្តែអ្នកធំចូលចិត្តគាត់ដោយសារជួនកាលគាត់និយាយថាអ្នកធំត្រូវការមនុស្សដែលទុកចិត្តបានដើម្បីធ្វើការងារហ្នឹងហើយគេទុកចិត្តគាត់ទៅពេលអញ្ចឹងគាត់ថានៅជុំវិញអ្នកធំហ្នឹងមានមនុស្សប្រកែកច្រើនណាស់ប៉ុន្តែអ្នកធំប្រើគាត់ដោយសារអីគាត់គឺជាមនុស្សដែលគេទុកចិត្តអញ្ចឹងមានន័យថាមិនប្រកាសថារៀនច្រើនបទពិសោធន៍ច្រើនប្រកែសិតជោគជ័យឯងជួនកាលអ្នកខ្លះ
គាត់ម៉មតែគាត់នៅថងគាត់ថងគាត់ជោគជ័យយ៉ាងទៅ បាទដុកទ័រសម្រាប់យុវជនមួយចំនួនគាត់ឃើញគេធ្វើអាជីវកម្មទៅគាត់ចង់ធ្វើដែរហើយគាត់ចាប់ផ្ដើមរយៈទៅគាត់ក៏បោះបង់វិញសម្រាប់ដុកទ័រយល់យ៉ាងម៉េចដែរ ខ្ញុំមើលឃើញថាវាមិនជាកំហុសទេប្រហែលដួល100ដងវាមិនសំខាន់ទេសំខាន់យើងតែដួលក្រោកទៅយើងដើរយើងដួលយើងក្រោកហើយយើងរត់ទៅដួលទៀតក្រោកឡើងរត់លឿនជាងមុនទៀតយុវជនជាច្រើនគឺគាត់បើយើងនិយាយទៅគាត់អត់មានកំណត់ថ្មីទេគាត់ឃើញចាស់រស់ស៊ីទៅគាត់មើលទំនងគាត់ចាប់ផ្ដើមរស់ស៊ីដែរមនុស្សជាច្រើនគាត់ថាអេកម្រោបើខ្ញុំអូនឯងធ្វើមានតែការអនុវត្តទេទៅបង្ហាញថាវាទៅមុខឬថយក្រោយសំបីតែការចាប់ផ្ដើមយើងអត់មានផងហ្នឹងតែយើងមានការបញ្ចប់ទីនៅកន្លែងណាប្រសិនបើគ្មានតែការចាប់ផ្ដើមផងតែមានបញ្ចប់នៅកន្លែងណាខ្ញុំលើកទឹកចិត្តឲ្យយុវជនធ្វើនៅមានតែការអនុវត្តទេទៅដល់តែខុសឬក៏ត្រូវឧទាហរណ៍ថាមុខរបរខ្លះគឺឃើញគេបើករេស្តូរ៉ង់ចឹងក្មេងខ្លះឃើញចំណេញគាត់បើកដែរចាស់ខ្លះគាត់និយាយថាហើយកុំបើកគេបើកច្រើនហើយនឹងបរាជ័យខ្ញុំកុំហ៊ានអូនឲ្យធ្វើហើយធ្វើម៉េចរៀនពីអ្នកចាស់បានច្រើនមកយើងត្រូវរៀនពីអាកន្លែងដែលគេចាស់ហ្នឹងយើងរៀនថាតើអូតថាហាងមួយនោះបើកហាងតែគុជគាត់ទៅហូបកន្លែងនោះក៏ឃើញតំណងគាត់ចង់បើកដែរយើងគោបើកឬមិនគួរខ្ញុំថាយើងគោបើកបើយើងរៀនពីកន្លែងចាស់មើលគាត់លក់ដាច់ដោយសារអីទីតាំងគាត់ល្អតែគុជគាត់ឆ្ងាញ់តម្លៃគាត់សមរម្យសេវាកម្មគាត់ល្អមានប្រម៉ូសិនផ្សេងៗលក្ខអញ្ចឹងយើងរៀនពីចំណុចល្អរបស់គេហ្នឹងយើងបើកហាងយើងហើយយើងធ្វើមិនឲ្យល្អជាងគេបាទអញ្ចឹងវាមិនមែនជាកំហុសទេនៅពេលដែលយុវជនគាត់ចាប់ផ្ដើមរៀនតាមគេព្រោះអីពាក្យថារៀនគឺរៀនគ្រប់យ៉ាងប៉ុន្តែអ្វីដែលចំណុចសំខាន់ដែលខ្ញុំចង់សង្កត់ធ្ងន់រៀនតាមគេគឺជារឿងល្អប៉ុន្តែអ្វីដែលល្អជាងហ្នឹងគឺរៀនហើយ upgrade ឲ្យល្អជាងគេមានតែយើងយករបស់គេមកអ្វីល្អយើងធ្វើឲ្យល្អជាងគេបើយើង copy គេមកឲ្យអន់ជាងគេគឺយើងដេកហើយយុវជនដែលជោគជ័យគឺយុវជនដែលរៀនគ្មានទីបញ្ចប់មនុស្សខ្លះថាលួចចំណេះគេ copy គេអត់ទេក្នុងពិភពលោកនេះសូម្បីតែទូរស័ព្ទក្រុមហ៊ុនធំសិតតែ copy គ្នាទៅវិញមកឡានធំសិតតែ copy គ្នាទៅវិញទៅមករបស់ប្រើប្រាស់លោកសិតតែអ្នកធំបាទ copy គ្នាទៅវិញទៅមកវល់ពេញតែហ្នឹងប៉ុន្តែសំខាន់គេយកឲ្យគេច្នៃអញ្ចឹងគ្រាន់តែមុខរបររស់ស៊ីរឿងឯងដែលយើងមិន copy គេយើងមិនមែន copy 100% head ទេយើងលួចបច្ចេកទេសគេរបៀបគេល្អយើងយកមកច្នៃឲ្យខ្លួនឯងនឹងល្អជាងគេអានឹងបានជោគជ័យយុវជនទាំងឡាយណាដែលរស់ស៊ីតាមគេទាំងស្រុងយើងនឹងបរាជ័យយុវជនទាំងឡាយណាដែលលួចបច្ចេកទេសគំនិតគេរស់ស៊ីឲ្យយកមកច្នៃល្អជាងគេអ្នកនោះនឹងជោគជ័យអញ្ចឹងខ្ញុំគំហៀងលើកទឹកចិត្តឲ្យយុវជនធ្វើអាជីវកម្មទៅលួចរឿងបច្ចេកទេសចំណេះដឹងពីគេរៀនពីគេហើយអ្វីសំខាន់គឺត្រូវតែបំលែងឲ្យចេញជារូបមន្តតខ្លួនល្អជាងគេនោះអ្នកនឹងជោគជ័យបាទដុកទ័រជាធម្មតាការចាប់ផ្ដើមអាជីវកម្មប្រកបណាជាមានឧបសគ្គជាច្រើនសម្រាប់បទពិសោធន៍ដុកទ័រតើដោះស្រាយយ៉ាងម៉េចដែរដើម្បីទប់ស្កាត់ឬក៏ដោះស្រាយបញ្ហាទាំងអស់នោះជាបទពិសោធន៍សម្រាប់យុវជនដុកទ័រជាបទពិសោធន៍សម្រាប់យុវជនចាស់គាត់និយាយពីមួយម៉ាត់ចាស់ថាក្មេងមិនដែរចាស់ធ្លាប់ក្មេងខ្ញុំឆ្នាំនេះអាយុ42ឆ្នាំអញ្ចឹងខ្ញុំធ្លាប់ឆ្លងកាត់អាយុ18 20 30 40យើងធ្លាប់ឆ្លងកាត់អញ្ចឹងយើងដឹងថាតើរឿងនោះវាយ៉ាងម៉េចយើងដឹងប៉ុន្តែយើងសម័យថាការដែលយើងអាយុ20ឆ្នាំយើងអត់ដឹងទេអញ្ចឹងពាក្យមួយម៉ាត់ដែលខ្ញុំចង់និយាយទៅកាន់យុវជនក្នុងនាមជាយុវជនដែលស្ថិតនៅក្នុងវ័យ20ទៅ25ឆ្នាំនៅពេលដែលអ្នកចាប់ដើមអាជីវកម្មពាក្យដែលខ្ញុំចង់និយាយដួលកន្លែងណាក្រោកកន្លែងហ្នឹងដួលកន្លែងណាក្រោកកន្លែងហើយត្រូវធ្វើឲ្យបានលឿនជាងមុនព្រោះអីខ្ញុំនិយាយថាធ្វើទៅកន្លែងណាដោះកន្លែងហ្នឹងព្រោះយើងមិនអាចរៀបចំអត់ខ្ចោះបានទេនៅពេលដែលមនុស្សម្នាក់ចង់បានផែនការអាជីវកម្មដ៏ល្អអស្ចារ្យមួយវាដូចជានារីម្នាក់ដែលចង់បានបរិសុទ្ធល្អ perfect មកធ្វើជាស្វាមីចឹងបាទ80ឆ្នាំក្រោយមកវាអត់មានអញ្ចឹងក្នុងនាមយុវជនដែលយើងចង់ធ្វើអាជីវកម្មបើគិតថាតំណងសិក្សាសំរងគឺធ្វើយើងមិនអាចក្នុងនាមជាយុវជនម្នាក់ឲ្យយើងសិក្សាពីផែនការអាជីវកម្មមួយល្អអត់ខ្ចោះហ្មងធម្មតាផែនការអាជីវកម្មល្អអត់ខ្ចោះមួយគឺធ្វើឲ្យអ្នកលែងហ៊ានធ្វើហ្មង
នៅក្នុងអាជីវកម្មឲ្យតែភាគរយជោគជ័យលើសពី10ធ្វើបាទក្នុង business stand up ថ្មីមួយបើអ្នកសង្ឃឹមថាជោគជ័យ10%ឡើងទៅអ្នកធ្វើទៅកុំចាំដល់ថាពលប្រកាស70% 90%ធ្វើបើយើងចាំដល់ប្រកាសគឺហុសពេលហើយអ្នកមានទាំងអស់សត្វតែមនុស្សហ៊ានអង់គ្លេសថា high risk high return មានន័យថាបញ្ហាប្រឈមកាន់តែខ្លាំងផលប្រយោជន៍កាន់តែច្រើន low risk low return បញ្ហាប្រឈមតិចអាផលប្រយោជន៍តិចចឹងអ្នកដែលមានហ្មងពីច្រើនគឺអ្នកដែលហ៊ានប្រឈមនឹងបញ្ហានិយាយមិនយ៉ាងខ្លះរ៉ូស៊ីដូចលេងលបែងចឹងបាទរ៉ូស៊ីគឺជា business រ៉ូស៊ីគេថាជាលបែងពាណិជ្ជកម្មទោះតែអ្នកហ៊ានធ្វើបានដឹងលទ្ធផលហើយកុំចាំតឲ្យច្បាស់100%បានរកជាទូទៅអ្នកណាដែលរងចាំឲ្យល្អ100%បានធ្វើគឺវាយឺតពេកហើយព្រោះគេធ្វើអស់ហើយគិតឲ្យច្បាស់ថាទំនងឲ្យតែសង្ឃឹម10%ធ្វើទៅកន្លែងណាដោះកន្លែងហ្នឹងឌូកន្លែងណាក្រោកកន្លែងហ្នឹងខ្វះខាតកន្លែងណាបំពេញកន្លែងហ្នឹងចន្លោះកន្លែងណាបំពេញកន្លែងហ្នឹងអត់ចេះសួរគេសួរឯងខ្វះលុយទឹកខ្ចីគេចែកឯងទៅព្រោះអីអាជីវកម្ម100ណាក់បរាជ័យអាជីវកម្ម100ក្រុមហ៊ុន10ឆ្នាំក្រោយបរាជ័យអត់95ក្រុមហ៊ុនឡើងទៅហ្នឹងបាទអញ្ចឹងអា5ក្រុមហ៊ុនដែលនៅសល់សិតតែពួកក្បាលរឹងឯងគឺមនុស្សដែរដួលកន្លែងណាក្រោកកន្លែងហ្នឹងខាតកន្លែងណាប៉ះពើកន្លែងហ្នឹងអត់ចេះកន្លែងណាប៉ះពើកន្លែងហ្នឹងអញ្ចឹងបើយុវជនដែលមនុស្សដែលជោគជ័យមកពីច្រើនគឺតុំអាយុ20 25 40ឆ្នាំហាជោគជ័យអត់ទេនៅទេ40 50ឆ្នាំទៅបាននិយាយទៅពាក្យជោគជ័យកើតពួកយើងតុំចាប់ផ្ដើមមិនតាន់បានស្អីផងជោគជ័យអីអញ្ចឹងជារួមអ្វីដែលខ្ញុំឲ្យយោបល់សម្រាប់យុវជននៅពេល start up business គឺធ្វើទៅកន្លែងណាដោះកន្លែងហ្នឹងឌូកន្លែងណាក្រោកកន្លែងហ្នឹងឲ្យធ្វើឲ្យល្អជាងមុនអាហ្នឹងភាគរយជោគជ័យយើងច្រើនយើងនឹងជោគជ័យមានតែពីរតាបរាជ័យជោគជ័យហើយបើយើងខំខ្លាំងយើងជោគជ័យហើយបើយើងមុំយើងបរាជ័យអាហ្នឹងគឺជីវិតនៃការរស់ស៊ីកុំអស់សង្ឃឹមព្រោះអីអង់គ្លេសគេថា it's not the end of the world យើងរស់ស៊ីខាត់2 3ដងមានអត់ចាក្នុងការឱកាសជាអ្នកមាននៅលើពិភពលោកនៅក្នុងពិភពលោកយើងនេះមនុស្សដែលខ្លះជាអ្នកមានបានគេតែនិយាយពាក្យថាខ្ញុំធ្លាប់បរាជ័យ99ដងហើយប៉ុន្តែខ្ញុំមិនដែលបោះបង់ទេខ្ញុំជោគជ័យតែម្ដងនេះខ្ញុំខ្លាចជាអ្នកមានហ្មងបាទអញ្ចឹងមានន័យថាអ្នកដែលជោគជ័យបានមានបានគឺគាត់បរាជ័យរកភ្លេចប៉ុន្តែគាត់អត់ខ្វល់ទេគឺគាត់នៅតែ keep doing រហូតដល់គាត់ជោគជ័យអានេះជារបស់ខ្ញុំបាទដុកទ័រសម្រាប់យុវជនដែលគាត់កំពុងតែធ្វើការនៅស្ថាប័នផ្សេងអញ្ចឹងតែគាត់គួរតែធ្វើយ៉ាងម៉េចដែរដែលគាត់អាចនៅបន្តការងារហ្នឹងឬក៏គាត់គួរតែមកចាប់ផ្ដើមធ្វើអាជីវកម្មឬយ៉ាងម៉េចដែរជាយោបល់ដុកទ័រជាទូទៅគេតែនិយាយថាចុះធ្វើការរស់ស៊ីមួយណាល្អជាងមានដូចជាសំណួរមួយដែលជាពាក្យមួយដែលខ្ញុំតែនិយាយថាត្រីបាឡែនហើយនឹងអន្ត្រីហៅលើមេឃគាត់ឃើញត្រីបាឡែនហៅក្នុងទឹកគាត់និយាយថាបើសិនជាមានព្រុយដោយត្រីបាឡែនអញ្ចឹងហៅក្នុងទឹកនឹងសប្បាយចិត្តប៉ុណ្ណាត្រីបាឡែនគឺអន្ត្រីហៅលើមេឃត្រីបាឡែនគាត់ថាបើសិនជាមានស្លាបដោយអន្ត្រីហោះលើមេឃនឹងល្អប៉ុណ្ណាអញ្ចឹងរវាងត្រីបាឡែនអន្ត្រីសុទ្ធតែមួយណាល្អជាងវាសំខាន់យើងឲ្យតម្លៃអ្វីដែលយើងកំពុងមានយុវជនកំពុងធ្វើការសួរថាតើគាត់នៅតែធ្វើការទៀតឬក៏គាត់គួរតែឈប់ទៅរកស៊ីវាមានហេតុផលច្រើនយ៉ាងគឺល្អទាំងអស់ធ្វើការទៀតក៏វាល្អឈប់រកស៊ីក៏វាល្អសំខាន់លើឆន្ទៈម្នាក់ហ្នឹងអ្នកខ្លះគឺគាត់បើយើងនិយាយទៅគឺគាត់ជាមនុស្សមួយដែលគិតថាក្តីប្រាថ្នាក្នុងជីវិតគាត់គឺត្រឹមថាមានផ្ទះនៅសមរម្យមានឡានជាសមរម្យមានប្រពន្ធសមរម្យមានកូន2នាក់សមរម្យមានប្រពន្ធធ្វើការធម្មតាមានកូនរៀនធម្មតាគ្រួសារក្តៅមួយធ្វើការប្រាក់ខែប៉ុណ្ណឹងប្រពន្ធប្រាក់ខែប៉ុណ្ណឹងសម្រាប់គាត់គឺអូ happy life បាទរីអញ្ចឹងគាត់ថាហេតុអ្វីគាត់ត្រូវប្រឈមហេតុអ្វីគាត់ត្រូវធីរីទៅរកស៊ីទៅអីបើការងារប្រាក់ខែគាត់សមរម្យប្រពន្ធគាត់មានចំណូលសមរម្យគាត់មានពេលវេលាសៅរ៍អាទិត្យបន់ទានជាមួយគ្នាកូនគាត់ល្អគាត់អាចទិញផ្ទះនៅបងមលោះលុយដាច់ហ្នឹងទេឡានជិះអញ្ចឹងបានហើយចាំបីរកស៊ីទៅអញ្ចឹងមានន័យថាពេលហ្នឹងគឺគាត់គេថាអេធ្វើការទៅល្អជាងវាអត់មានខាតទេរកធ្វើការមិនខាតទេគឺដឹងថាដាច់ខែមានលុយហ៎ bonus ផង allowance ផ្សេងទៀតប៉ុន្តែក៏មានអ្នកខ្លះទៀតគាត់គិតថាអីគាត់ធ្វើការយូរហើយបើសិនជាចង់បានផ្ទះ1 million ដុល្លារនៅគាត់ចង់បានឡានមួយរកសំខាន់ជិះបើគឺប្រាក់ខែគាត់មិនបានគាត់ទៅចេញធ្វើជីវកម្មជាទូទៅអ្នកធ្វើការគឺអត់សូវបរាជ័យទេអ្នកធ្វើការសូវបរាជ័យប៉ុន្តែក៏អត់ជោគជ័យដែរបាទមានតែគាត់មកគេប៉ុណ្ណឹងស្គាល់វាមកគេមន់គេនិយាយស៊ីមកគេហ្នឹងគឺថាព្រឹកចេញស៊ីល្ងាចវិញមករស់បាទអញ្ចឹងអ្នកធ្វើការគឺមករស់ហ្នឹង
ហើយសួរថាមនុស្សយើងចង់បានអីអាចចង់បានមករស់បើចង់បានមករស់ធ្វើការដែរប៉ុន្តែអ្នកខ្លះគឺគាត់ចង់បានលើសពីនឹងគាត់ថាគាត់ចង់បានផ្ទះមួយ1 លានដុល្លារនៅឡានមួយ50 ម៉ឺនជាអញ្ចឹងបើធ្វើការគាត់ចេញរកស៊ីអញ្ចឹងនៅពេលដែលគាត់ចេញមកធ្វើអាជីវកម្មខ្លួនគឺគាត់ចេញផុតពី comfort zone ហ្នឹងគឺពេលធ្វើការគាត់ធ្វើការតែ5ថ្ងៃគាត់ធ្វើការ8ម៉ោងក្នុងមួយថ្ងៃមួយទឹក5ថ្ងៃមួយឆ្នាំឈប់ច្រើនណាមានចំណូលមករស់ស្រួលដល់ពេលគាត់ចេញមកធ្វើអាជីវកម្មដាច់ខែគាត់អត់មានប្រាក់ខែទេគាត់ត្រូវបើកប្រាក់ខែគេគាត់អត់មានសៅទឹកបន់ទៀនទេគាត់អត់មានពេលវេលាទៅនេច្រើនទេគឺគាត់រវល់ខ្លាំងហ្មងរវល់ខ្លាំងប៉ុន្តែឱកាសដែលរស់លើបានច្រើនក៏វាមានដែរអ្នកធ្វើអាជីវកម្មទាំងអស់គឺអត់មានអ្នកធ្វើ business គឺក៏អត់មានថ្ងៃសៅរ៍ថ្ងៃអាទិត្យបន់ទៀននេះទេអត់មានដេកថ្ងៃត្រង់អត់មាននិយាយទៅក៏រវល់ច្រើនបាទអញ្ចឹងភាគច្រើន businessman ជីវិតគ្រួសារគឺមិនសូវជាផ្អែមល្ហែមដូចអ្នកធ្វើការគេ switch ច្រើនគេមានពេលវេលាច្រើនសៅរ៍អាទិត្យដើរលេងបន់ទៀនដើរលេងបាទអ្នករស់ស៊ីនេះវិញដូចទីស្ករនេះលុយអញ្ចឹងអត់សូវមានពេលទៅនេទេប៉ុន្តែលុយរកបានច្រើនតាប៉ុន្តែមិនមែនគ្រប់គ្នាទេអ្នកខ្លះពេលធ្វើការជីវភាពសំរួលពេលចេញមករស់ស៊ីក្រឡើងដើមទៀតព្រោះរស់ស៊ីខាតបាទអញ្ចឹងសរុបជារួមធ្វើការនឹងរស់ស៊ីមួយណាល្អខ្ញុំថាល្អទាំងពីរល្អទាំងអស់អារស់ស៊ីក៏វាល្អអាធ្វើការវាល្អសំខាន់យើងចង់បានអីខ្លួនយើងចង់បានអីតែយើងមនុស្សយើងចង់ឆន្ទៈយើងប៉ុណ្ណាបើសិនជាយើងឆន្ទៈយើងគ្រាន់តែចង់បានផ្ទះមួយនៅសំរុំឡានមួយជិះចោះចំណោមគេមានប្រៃប្រពន្ធសំរុំមានកូនដើរតែប្រឡូកថតល្អយើងធ្វើការដែរប៉ុន្តែអ្នកខ្លះថាខ្ញុំចង់ខ្លាចជាអ្នកមានធំខ្ញុំចង់នៅផ្ទះធំខ្ញុំជិះឡានទំនើបខ្ញុំចង់ធ្វើឲ្យហឺហាខ្ញុំចង់ធ្វើយ៉ាងណាទៅរស់ស៊ីទៅប្រែកុំភ្លេចណាធ្វើការគឺមិនជោគជ័យខ្លាំងប៉ុន្តែក៏អត់សូវបរាជ័យដែរអាអ្នកធ្វើ business ហ្នឹងជោគជ័យយើងឃើញជោគជ័យលុយបានលុយច្រើនណាប៉ុន្តែបរាជ័យច្រើនបាទ100ជោគជ័យ2 3ទេអញ្ចឹងមនុស្សជាច្រើនលើកតែជីវិតជោគជ័យទេអាបរាជ័យរកភ្លេចគ្មានអាណានិយាយដល់ប៉ុន្តែសម្រាប់ខ្ញុំចង់រស់ស៊ីក៏បានចង់ធ្វើការក៏បានសំខាន់បេះដូងយើងឆន្ទៈយើងចង់ធ្វើអីធ្វើតាមខ្លួនឯងទៅបាទបាទមតិខ្លះរកស៊ីតលតែខ្ចីលុយគេអ្នកខ្លះថារកស៊ីខ្ចីលុយគេវាអន់មតិខ្លះបំណុលគឺជាកម្មសម្រាប់ដុកទ័រតើដុកទ័រមានទស្សនៈយ៉ាងម៉េចដែរសម្រាប់ខ្ញុំគាត់និយាយត្រូវតែទាំងអស់ហ្នឹងគាត់និយាយត្រូវថារកស៊ីតខ្ចីគេត្រូវហើយរកស៊ីតយើងខ្ចីគេមានអាណាមានដាំទុនគ្រប់ដើម្បីរកស៊ីតខ្ចីគេគាត់និយាយអញ្ចឹងវាអត់ខុសទេហើយអ្នកខ្លះថារកស៊ីខ្ចីដាំទុនគេអន់ហើយវាត្រូវហើយតែយើងខ្ចីគេយើងអន់ហើយយើងរកស៊ីតែខ្ចីគេយើងអន់ហើយយើងត្រូវខ្ចីគេក៏យើងក៏ត្រូវយើងខ្ចីគេក៏វាត្រូវហើយអ្នកខ្លះថាបំណុលជាកម្មគាត់និយាយមិនក៏មិនត្រូវប៉ុន្តែសំខាន់ក្នុងស្ថានភាពមួយណាក្នុងស្ថានភាពមួយណាដែលយើងនិយាយស្ពីមួយណាខ្ញុំនិយាយថាអ្នកដំបូងក៏និយាយថារស់ស៊ីទោះតែខ្ចីដើមទុនគេអាចចុះបើយើងអត់មានលុយយើងមិនខ្ចីគេបាទធម្មតាយើងចាប់ផ្ដើមអាជីវកម្មយើងមានលុយគ្រប់មកពីណាយើងមិនទៅខ្ចីគេមានត្រូវតែខ្ចីគេវាអត់មានលុយអាចចុះបើអ្នកនិយាយអញ្ចឹងម៉ែគាត់សល់លុយរស់លុយគាត់រស់ស៊ីគាត់ខ្ចីគេទៅអីបាទគាត់ថាអត់ទៅខ្ចីគេទេព្រោះគាត់មានលុយហើយចុះបើគេមានលុយខ្ញុំអស់សំណើចនៅពេលដែលឃើញវាគ្មិនមួយចំនួនគាត់ share បទពិសោធន៍ណាបាទគាត់ថាអូយខ្ញុំមកកំសត់ណាខ្ញុំពិបាកណាពេលខ្ញុំរស់ស៊ីដំបូងខ្ញុំលក់ផ្ទះអពីយកលុយទៅដាំទុនរស់ស៊ីខ្ញុំលក់ឡានណាយកលុយដាំទុនរស់ស៊ីឯខ្ញុំឯកបានថាអូយគាត់ពិបាកមែនតាគាត់មានផ្ទះលក់ដីលក់ឡានលក់ឲ្យគាត់ពិបាកទៀតហើយចុះអាគេអត់សោះហ្នឹងវាពិបាកប៉ុណ្ណាបាទមានដីលក់ផ្ទះលក់ឡានលក់ហើយពិបាកស្អីទៀតអាគេអត់អីសោះបានគេហៅថាពិបាកប្រសិនបើយើងអត់មានអីសោះហ្មងអាហ្នឹងគេហៅថាពិបាកមានផ្ទះលក់ដីលក់ឡានលក់បាក់ទៀតអញ្ចឹងចេញរស់ស៊ីយើងត្រូវតែខ្ចីខ្ញុំគ្រប់គ្រងត្រូវតែខ្ចីលុយបាទព្រោះយើងអត់មានខ្ញុំកូនអ្នកក្រខ្ញុំកូនអ្នកក្រជារឿងពិតខ្ញុំកំព្រាមម្ដាយខ្ញុំអត់មានណាគេជួយទេខ្ញុំត្រូវតែពឹងខ្លួនឯងខ្ញុំត្រូវខ្ចីលុយគេហើយចង់ណាថាទៅខ្ញុំថាខ្ញុំជ័យលើអ្នកឯងខ្ញុំអត់ថោកទេបើអ្នកឯងមិនឲ្យខ្ញុំគឺអ្នកឯងថោកខ្លួនឯងទេប៉ុន្តែអ្នកឯងឲ្យខ្ញុំគឺខ្ញុំមានតម្លៃយើងតម្លៃយើងគឺយើងអ្នកកំណត់យើងទៅខ្ចីគេនិយាយមកយ៉ាងខ្លះយើងអត់យកលុយទៅលេងល្បែងទេយើងធ្វើអាជីវកម្មបើយើងខ្ចីគេឲ្យយើងខ្ចីទៅមានទឹកខុសអីបើគេមិនឲ្យយើងខ្ចីហើយទៅខ្ញុំធ្វើ business ខ្ញុំក៏ធ្លាប់ខ្ចីគេច្រើនដែរបាទ
អ្នកណាឲ្យខ្ញុំខ្ចីខ្ញុំអរគុណអ្នកអត់ក៏ឲ្យតែអត់មានត្រូវអន់ចិត្តគ្នាព្រោះនេះគឺជា business មូលហេតុយើងខ្ចីគេមកពីខ្ញុំមានលុយមិនគ្រប់បើខ្ញុំមានលុយគ្រប់ខ្ញុំខ្ចីទៅអី បាទ អាហ្នឹងគឺក្នុង business គឺយើងត្រូវយល់ហ្មងកុំគិតថាដាច់ខាតត្រូវតែខ្ចីឬមិនខ្ចីហើយអ្នកខ្លះថាទៅខ្ចីលុយគេអន់អូខេបើយើងមានលុយហើយយើងខ្ចីគេវាអន់ចុះបើយើងអត់យើងមិនខ្ចីវាមិនអន់ជាងនឹងទៀត បាទ មានលុយហើយទៅខ្ចីគេវាអន់ហើយប៉ុន្តែបើយើងអត់ហើយយើងមិនខ្ចីទៀតអាហ្នឹងអន់លើអន់ទៀតត្រូវតែខ្ចីខ្ចីទៅយើងរកទៅ business តាមានតែខ្លាច business យើងត្រូវតែខ្ចីខ្ញុំលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាយុវជនជាតិទៅពេលដែលធ្វើអាជីវកម្មគឺយើងត្រូវតែចេះប្រើគេតែលេង finance លេង cash flow បាទ ត្រូវចេះគ្រប់គ្រងលុយឧទាហរណ៍ថាយើងខ្ចីលុយធនាគារមកការ 8% ក្នុងមួយឆ្នាំចុះបើយើងយកលុយធ្វើ business បាន 20% ឬអីមិនខ្ចីប៉ុន្តែបើយើងខ្ចីធនាគារការ 8% យើងយកមកយើងរកបាន 15% យើងខ្ចីធ្វើអីមិនចឹងអញ្ចឹងខ្ចីមិនគ្រប់ការធនាគារខ្ចីទៅអី បាទ ខាតទៅពេលវេលាទៅធ្វើការយកប្រាក់ខែស្រួលជាងអញ្ចឹងត្រូវតែខ្ចីគឺខ្ចីនៅពេលដែលយើងវាអត់គ្រប់លុយយើងត្រូវតែខ្ចីចុះបើយើងមាន$100 លានក្នុងខ្លួនឪពុកម្ដាយយើងទុកយើង$100 លានទៅបាក់ក្រុមហ៊ុនមួយតែខ្ចីគេអត់$100 លានរស់ស៊ីវិញអត់ បាទ មិនបាច់ខ្ចីទេចុះបើកម្រងយើង$100 លានហើយយើងមានតែ1លានយើងខ្ចីគេអត់យើងត្រូវខ្ចីហើយកុំខ្មាស់គេធ្វើអាជីវកម្មទៅខ្ចីលុយគេកុំខ្មាស់គេឲ្យយើងខ្ចីទៅគេមិនឲ្យអត់អាហ្នឹងគឺអញ្ចឹងព្រោះអី100មុខរបរប្រជា 90 ហើយអ្នកខ្លះថាបំណុលគឺជាកម្មគាត់និយាយវាមិនខុសទេប៉ុន្តែអ្នកនិយាយចឹងមិនមែនអ្នកមានទេជឿខ្ញុំនរណាក៏ដោយដែលនិយាយថាបំណុលគឺជាកម្មគឺគាត់នឹងមិនមែនជាអ្នកមានទេពួកគាត់ខ្លាចមានកម្មគាត់មិនខ្ចីលុយគេទេអញ្ចឹងគាត់មិនមែនអ្នកមានទេគាត់មិនដឹងថាសន្តិភាពនិយមអូខ្ចីលុយគេទៅអីខ្មាស់គេអានោះក៏មិនមានដែរខ្ចីលុយគេបំណុលគេជាកម្មអ្នកនិយាយចឹង បាទ ពួកអ្នកក្រប៉ុន្តែអ្នកមានហ្មងណាពួកអ្នកមានធំហ្មងហើយទី1មនុស្សដែលចង់ខ្លាចជាអ្នកមានទី2អ្នកមានហ្មងណាខ្ចីលុយគេច្រើនខ្ញុំនិយាយពាក្យសាមញ្ញចុះគេឲ្យយើងខ្ចីគេអាខ្លាចយើងខ្លាចអីនឹងខ្ចី បាទ ខ្លាចខ្ចីពាក្យហ្នឹងបើយើងនិយាយសំបីតែថ្នាក់នាំប្រទេសជាតិក៏លោកធម្មមានប្រសាសន៍ដែរបរទេសឲ្យខ្ចីគេខ្លាចយើងខ្លាចខ្ចីអញ្ចឹងក្នុងនាមជាអ្នករស់ស៊ីក្នុងសម័យទំនើបហ្នឹងធានាគេឲ្យខ្ចីត្រូវតែខ្ចីកុំខ្លាចហើយប្រសិនបើគ្រាន់តែការធានាគារសងបានបើយើងនិយាយទៅសម្រាប់ខ្ញុំណា បាទ ចោលស៊ីសុតហ្មងការធានាគារមួយឆ្នាំ8 7% សងបានទៅរស់ស៊ីអស់ណាគេឲ្យយើងត្រូវខ្ចីហើយអ្នកណាថាខ្ចីគេខ្មាស់គេអ្នកនិយាយចឹងណា បាទ អានោះអត់មានលុយទេអត់មានទេពួកគាត់ខ្លាចខ្មាស់គេណាគាត់ខ្លាចខ្មាស់គេមកហ៊ានខ្ចីណាក្រអ្នកណានិយាយថាបំណុលជាកម្មគាត់ខ្លាចមានកម្មគាត់ហ៊ានខ្ចីគេទេអានោះគាត់អ្នកក្រដែរ បាទ បាទអ្នកមានខ្ចីគេច្រើនណាខ្ញុំអ្នកធ្វើ real estate ខាងការងារច្រើនខ្ញុំស្គាល់អ្នកមានអ្នកធំលើពិភពលោកសប្តាហ៍ច្រើនណាកាន់តែមានជំពាក់គេកាន់ច្រើនហើយនៅពេលដែលយើងជំពាក់គេកាន់តែច្រើនណាគឺកិត្តិយសយើងធម្មតាធនាគារឲ្យយើងចេះតើយើងមានកិត្តិយសដែរណា បាទ យើងខ្លាំងយកប្រកាសមកគេឲ្យយើងមានតែយើងគេដឹងថាយើងមានលទ្ធភាពសងមកគេឲ្យអ្នកខ្លះយកដី$1 លានទៅជ័យធនាគារ100000ធនាគារឲ្យខ្ចីអានោះបាត់ខ្មាស់គេមានទ្រព្យសម្បត្តិ$1 លានទៅជ័យធនាគារ100000ធនាគារឲ្យខ្ចីអានោះបាត់ខ្មាស់គេព្រោះធនាគារដឹងថាឲ្យគាត់នឹង100000ខ្ចីគឺគ្មានលទ្ធភាពមិនដឹងរស់ស៊ីអីសងវិញទេអានោះបាត់ខ្មាស់គេ បាទ ប៉ុន្តែបើយើងមាន$1 លានទៅជ័យធនាគារបាន70-80ម៉ឺនឧទាហរណ៍ធនាគារឲ្យជ័យ50 60 70តាមចរចាគ្នាបើធនាគារឲ្យយើងជ័យ50% មានតែយើងមនុស្សធម្មតាដូចគេឯងបើធនាគារឲ្យជ័យ60% យើងមនុស្សគ្រាន់បើបើឲ្យគេ80% ហ្មងយើងកំពុងមនុស្សហើយពួកយើងគេសិក្សាថាយើងខ្លាំងហ្មងបានឲ្យ80% អញ្ចឹងអ្នកដែលប្រកែពិតប្រកបមិនមែនមនុស្សដែលមិនខ្ចីគេមិនមែនមនុស្សដែលខ្លាចខ្មាស់គេដែលសារខ្ចីទេគឺមនុស្សដែលអាចខ្ចីបានច្រើនខ្ញុំឲ្យតម្លៃមនុស្សដែលអាចខ្ចីបានច្រើនគឺអ្នកប្រកែ បាទ